Okay, some Swakomakan slash in Vijiko, no Bob Radamian, Prian Vijiko, Pato Speak, Vijiko writing skill, Vijiko top fall, Bob Rice, Bob Raton, what, and Son near to the group Comrade. Welcome to the translation and grammar school based in Phnom Penh of Cambodia, where quality comes first. And my school suffers all grammatic collections like Pato speech, grammar for writing, grammar for TOEFL exams, okay, posing interpretation, and all kinds of general conversations. Okay, let me okay, now I keep teaching you. Okay, the posing interpretation part 1. At the bottom of the passage 11. នេះជាចំណងជើងគ្រូឡូឡាខណៈពេលដែលសិស្សកំពុងស្ងៀមស្ងាត់អញ្ចឹងយើងរៀបតាមនឹងយើងត្រូវចេះពាក្យណាបងប្អូនចេះពាក្យឲ្យអស់ហើយទៅរៀបតាមវេយ្យាករណ៍អូខេអញ្ចឹងគេដាក់ថាteacher noisy when students being muted នេះខ្ញុំមើលចំណងជើងអន្តរជាតិនេះ instructor noisy ចំពោះពាក្យថាគ្រូបរៀនអ្នកអស់នេះចេះពាក្យអីយកពាក្យហ្នឹងអត់ចាំបាច់ថាដូចខ្ញុំទេណា instructor noisy when students being muted ឥឡូវយើងមើលមុននឹងបកយើងត្រូវស្ដាប់ប្រយោគខ្មែរសិនប្រយោគខ្មែរគេដាក់ថាគេសង្កេតឃើញថាហ្នឹងហើយអញ្ចឹងយើងត្រូវចេះពាក្យទាំងអស់ហ្នឹងត្រូវចេះទាំងអស់ហ្នឹងហើយគេសង្កេតឃើញថាអត្តចរិតសិស្សនិងគ្រូខុសៗគ្នាអញ្ចឹងយកអត់ប្របាសង្កេតឃើញគេថាមិន notice អត្តចរិតគេថាមិន culture ខុសៗគ្នា different ហ្នឹងឯងអញ្ចឹងយើងដាក់ថាit is noticed that okay the purchase of the students and teachers are different ដាក់ចឹងមកហើយអ្នកអង្គនេះអត់ច្បាស់អ្នកអង្គនេះមើលអង់គ្លេសស្តង់ដារត្រជាតិរបស់ខ្ញុំម្ដងទៀត it is noticed that the purchase of the students and teachers are different ឃើញទេខ្មែរដាក់បន្តទៀតគ្រូខ្លះចូលចិត្តឡូឡាប៉ុន្តែមានគ្រូខ្លះទៀតស្ងៀមស្ងាត់ហើយសិស្សក៏អញ្ចឹងដែរអញ្ចឹងយើងដាក់មកsome teachers fancy to be noisy but some others muted and so do students អ្នកអ្នកអរគ្នាមើលបើអត់ច្បាស់អ្នកអរគ្នាកុំភ្លេចរៀបអង់គ្លេសដោយខ្លួនឯងហើយចាំមកមើលចម្លើយរបស់ខ្ញុំតាមក្រោយនេះ some teachers fancy to be noisy but some others muted and so do students and so do student នេះដោយសារខ្ញុំប្រើជាពពួកpositive agreement ហ្នឹងហើយអ្នករៀនវិជ្ជាករហ្នឹងបានចេះប្រើណាខ្មែរបន្តទៀតនិយាយឲ្យត្រង់ទៅហើយនិយាយឲ្យត្រង់ទៅអង់គ្លេសថា literally speaking ខ្ញុំឃើញផ្ទាល់នឹងភ្នែកឃើញផ្ទាល់នឹងភ្នែកហ្នឹង have an eye seeing នៅសកម្មភាពគ្រូម្នាក់ដែលតែងតែឡូឡាខណៈពេលដែលសិស្សទាំងអស់របស់គាត់កំពុងស្ងៀមស្ងាត់ដោយមិនបាននិយាយអ្វីសូមបីតែមួយម៉ាត់អញ្ចឹងយើងរៀបតាមនឹងណា literally speaking I have an eye seeing the activity of a teacher ឬក៏ instructor បានដែរ of an instructor who is always noisy when the students are being muted without saying a word ចឹងមកណាហើយអ្នកនរគ្នាក្នុងការរៀបស្តង់ដារអន្តរជាតិគឺអ្នកនរគ្នាអាចនិយាយមិនក៏បានដែរសំខាន់ឲ្យទៅត្រូវតាមវេយ្យាករណ៍ហើយនឹងពាក្យដែលប្រើប្រាស់ចេញពីស្តង់ដារអន្តរជាតិអ្នកនរគ្នាមើលកំណែអង់គ្លេស literally speaking I have an eye seeing the activity of an instructor who is always noisy when his students are being muted without saying a word ខ្មែរបន្តទៀតអ្នកដឹងទេហ្នឹងហើយគ្រូបង្រៀនទាំងប្រុសទាំងស្រីមានសេចក្តីថ្លៃថ្នូរខុសៗគ្នាអញ្ចឹងយើងរៀបមក you know both male and female teachers have different dignities ចឹងណាគេឲ្យអ្នកនរចង់ដឹងមើលអង់គ្លេសស្តង់ដារអន្តរជាតិ you know both male and female instructors have different dignities okay all right I strongly hope that all students watching my videos in relation to
the posting interpretation part 1 will be okay to use your English officially with okay, the workers, with understudies and students, or with the islanders around the world coming to Cambodia and to work for themselves. Okay. ហើយខ្ញុំគ្រាន់តែនិយាយអង់គ្លេសបញ្ញាអារម្មណ៍សិស្សដើម្បីឲ្យសិស្សវគ្គនេះត្រូវតែនិយាយអង់គ្លេសកុំនិយាយខ្មែរមានន័យថាយើងរៀបខ្មែរហើយយើងត្រូវរៀបអង់គ្លេសហ្នឹងហើយដើម្បីឲ្យស្ទាត់ងាយស្រួលក្នុងការប្រើការនៅក្នុងស្ថាប័នការងារអូខេហើយចុងក្រោយកុំភ្លេចចុចពាក្យ subscribe អ្នកនរគ្នាអូខេ don't forget to dial and subscription okay to get new videos from installation to my courses of English ចុងក្រោយជូនពរដល់អ្នកនរគ្នាទទួលបានជោគជ័យក្នុងការសិក្សា last my best wishes to all of you